អូខេសួស្តីបងប្អូនចឹងនេះគឺជាទស្សនវិជ្ជាដែលជ្រូកយើងនៅខាងក្រៅអញ្ចឹងដោយសារតែខែនេះវាភ្លៀងវាមានភ្លៀងខ្លះដល់ពេលជាងអាបុលអីទេគឺប្រើតែជ្រូកទៅយកតែអស់នេះឈ្មោះឲ្យមកស្អាតមកហើយដល់ពេលដែលជ្រូកចេញហើយនិយាយទៅដាក់ជីឲ្យយើងហើយឈ្មោះឲ្យយើងមកស្អាតទៅចឹងយើងទៅដល់យើងគ្រាន់តែដាំល្ពៅដាំពោតទៅឥឡូវយើងសាក់លបងពេលជ្រូកចេញដាក់ល្ពៅដាក់ពោតបាទមើលមៀតគេដល់ហើយពេញហ្មងនិយាយទៅមៀតមើលបើខាងនេះវិញមៀតធំមែនតើហ្មងមៀតដល់ហើយមកមូសខ្លុញហ្មងធំមែនតើមួយប្រហែលជា140គីឡូនេះបាទ140 150គីឡូហ្នឹងហើយរយៈពេលប្រហែលជា6ខែមៀតគេស្មាននេះពេញលេងកូនចិនណាមកកូនចិនហើយភ្នែកលឹបចាំឥឡូវខ្ញុំឲ្យក្មួយខ្ញុំទៅចិត្តមេរៀឲ្យអេរៀទៅក្បែរជ្រូកមកចង់ដឹងថាជ្រូកធំប៉ុណ្ណាមើលនិយាយទៅជ្រូក3 4ដងអីក្មួយខ្ញុំ3 4ដងអីស្មើជ្រូកមួយមៀតដល់មៀតអានេះបានតែជ្រូកតែខ្លះទៀតគ្រាន់តែយើងមកក្បែរហ្នឹងគឺផ្អើលគឺវាដូចជានេះដែរដូចជាមនុស្សយើងដែរនៅពេលដែលយើងអត់សុបាយចិត្តយើង stress យើងមួម៉ៅអារម្មណ៍យើងអត់ល្អហើយគឺប្រែប្រួលតាមហ្នឹងហើយណាគេនៅក្បែរហ្នឹងស្រែកដាក់ផ្អើលលើអញ្ចឹងជ្រូកក៏ដូចគ្នាដែរនៅពេលដែលគេអារម្មណ៍ល្អឃើញប៉ះបានអីបាន slow អត់អីទេម្នេះមកគាត់មានបញ្ហាអីដែរអូខេមកទៅជួយចិត្តស៊ីស្មាវាអូខេអញ្ចឹងជ្រូកសាច់យើងមានចិត្ត20ក្បាលហើយនៅកូនក្រោយគេដែលទៅកើតឡើងថ្ងៃមុននេះអូខេអញ្ចឹងអរគុណច្រើនបាទនេះជ្រូកព្រៃបងប្អូនជ្រូកព្រៃឲ្យស្វាយវាស៊ីនៅបងប្អូនអើយតាមគឺស៊ី10បងប្អូនអើយមកវាឆ្ងាញ់មើលដូចឈ្ងុយឆ្ងាញ់មកមកនេះប៉ាប់ពិបាកអស់ណាតោះដល់ហើយជីដល់ហើយច្រើនណាស់បងជ្រូកព្រៃកសិដ្ឋានជ្រូកព្រៃនៅស្រុកខ្មែរហ្នឹងណាស្រុកខ្មែរយើង